បាទជំរាបសួរបងប្អូនស្វាគមន៍យើងជួបគ្នាម្ដងទៀតក្នុងការរៀនភាសាអង់គ្លេសរបស់យើងថ្ងៃនេះយើងនឹងធ្វើការរៀនបកប្រែអត្ថបទរៀនអានទាំងអស់គ្នាហើយអត្ថបទយើងថ្ងៃនេះតេតួងជាមួយនឹងខេត្តតាកែវគេដាក់ថាម៉េចតាកែវ gears up for Nine River Festival to boost tourism ចឹងគេដាក់ថាខេត្តតាកែវបានត្រៀមលក្ខណៈសម្រាប់បនទន្លេលើកទី9ដើម្បីជំរុញវិស័យទេសចរណ៍អញ្ចឹងនៅតាកែវបងប្អូនដឹងហើយគឺគាត់មានបឹងតាកែវហ្នឹងអញ្ចឹងបនហ្នឹងធ្វើនៅបឹងតាកែវប៉ុន្តែឈ្មោះវិធីបនទន្លេហើយធ្វើហ្នឹងគឺលើកទី9ណាលើកទី9មិនទំលើកទី1ទេអូខេហើយសម្រាប់បងប្អូនដែលមិនទាន់ជួយ Subscribe សូមជួយ Subscribe ជួយសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំតោះឥឡូវដើម្បីកុំឲ្យខាតពេលយើងចាប់ផ្ដើមដូចតទៅអូខេតើឥឡូវជាដំបូងបងប្អូនយើងសិក្សាទៅលើ vocabulary ក្នុងអត្ថបទរបស់យើងដើម្បីងាយស្រួលក្នុងការបកប្រែអត្ថបទហើយក៏ងាយស្រួលក្នុងការដែលបងប្អូនអាចចាំអាចចេះនៅពាក្យពេចន៍មួយចំនួនដែលគេប្រើនៅក្នុងកាសែតហ្នឹងជាងពាក្យ gear up ជា verb ប្រែថាត្រៀមរៀបចំត្រៀមលក្ខណៈក្នុងការធ្វើអីមួយ gear up participle វាជា verb ណាជាប្រែអក្សរ verb gear up បើគេយើងអានភ្ជាប់គ្នា gear up take place participle វាជា verb មានន័យថាប្រព្រឹត្តទៅឬក៏កើតមានឡើងធ្វើឡើងអញ្ចឹងណា take place Lakeside Park មានន័យថាសួនមាត់បឹងណាសួនមាត់បឹង The Riverside Park សួនមាត់ទន្លេអញ្ចឹងទៅអញ្ចឹងកន្លែងនេះគេដាក់ lake ហ្នឹងមានន័យថាបឹង Lakeside Park មានន័យថាសួនមាត់បឹងឬក៏ ocean មាត់បឹងអញ្ចឹងទៅ Tourism វិស័យទេសចរណ៍ Tourism participle noun វិស័យទេសចរណ៍ The Minister of Tourismមានន័យថារដ្ឋមន្ត្រីក្រសួងទេសចរណ៍អញ្ចឹងពាក្យ minister ហ្នឹងគឺរដ្ឋមន្ត្រី The Minister of Tourism រដ្ឋមន្ត្រីក្រសួងទេសចរណ៍ Hold a meeting បើអតីតកាលរបស់ hold ទៅជា held a meeting មានន័យថាបើកិច្ចប្រជុំឬក៏រៀបចំកិច្ចប្រជុំអូខេអញ្ចឹងពាក្យ hold ហ្នឹងធម្មតាប្រែថាកាន់អតីតកាលរបស់វា held បានកាន់អញ្ចឹងទៅហើយបើ hold ហ្នឹងគេបូកជាមួយនឹងពាក្យ meeting អញ្ចឹងមានន័យថារៀបចំកិច្ចប្រជុំណារៀបចំកិច្ចពិភាក្សាអីមួយអញ្ចឹង Provincial Governor មានន័យថាអភិបាលខេត្តអញ្ចឹងពាក្យ Governor ហ្នឹងគឺមានន័យថាអភិបាលដល់ពេល Provincial ហ្នឹងគឺគេចង់និយាយសំដៅទៅលើខេត្តអញ្ចឹងអភិបាលខេត្ត Provincial Governor Progress of preparations មានន័យថាវឌ្ឍនភាពនៃការរៀបចំអញ្ចឹង progress គឺសំដៅលើវឌ្ឍនភាពរីកចម្រើនទៅមុខ progress ហើយពី preparations មានន័យការរៀបចំអញ្ចឹងគេនិយាយពីវឌ្ឍនភាពនៃការរៀបចំ emphasize គេអាចសេបានពីរយ៉ាងគឺដាក់បញ្ចប់ដោយ se ឬក៏ ze emphasize participle វាជា verb ប្រែថាសង្កត់ធ្ងន់ឬក៏បញ្ជាក់ឲ្យច្បាស់ទៅលើចំណុចណាមួយ emphasize hygienic មានន័យថាអនាម័យដែលមានអនាម័យក្នុងនេះគេសេវាជា adjective គុណនាមបើសិនជាគេសេជា noun hygiene អត់មានពាក្យ nick នេះទេប៉ុន្តែគេដាក់ពាក្យ nick កតុយអញ្ចឹងវាទៅជា adjective មានន័យថាអនាម័យឬក៏ដែលមានអនាម័យ visual appearing មានន័យថាសោភ័ណភាពទាក់ទាញអញ្ចឹងកាលណាគេនិយាយពី visual គឺសំដៅលើសោភ័ណភាពសំដៅលើអ្វីដែលមើលឃើញដោយភ្នែកហើយពាក្យ appealing មានន័យថាការទាក់ទាញអូខេអញ្ចឹង visual appealing នឹងការទាក់ទាញផ្នែកសោភ័ណភាព expressing pride មានន័យថាបង្ហាញពីមោទនភាពអញ្ចឹងពាក្យ express បង្ហាញហើយពាក្យ pride មានន័យថាមោទនភាព expressing pride ដែលបង្ហាញពីមោទនភាព host
ធ្វើជាម្ចាស់ផ្ទះឬក៏ធ្វើជាម្ចាស់កម្មវិធីអីមួយ host ហ្នឹងណាបងប្អូនមានន័យថាយើងនឹងជាអ្នកទទួលភ្ញៀវជាអ្នករៀបចំណា host participate ជា verb hosting វាជាទម្រង់ gerund គេសេជា gerund hosting អូខេមានន័យថាធ្វើជាម្ចាស់ផ្ទះ significant មានន័យសំខាន់ significant សំខាន់ participate វាជា adjective significant សំខាន់ a significant national event មានន័យថាព្រឹត្តិការណ៍ជាតិសំខាន់អញ្ចឹងពាក្យ significant គឺមានន័យថាសំខាន់ហើយពាក្យ national event មានន័យថាព្រឹត្តិការណ៍ជាតិអូខេពាក្យ event ហ្នឹងព្រឹត្តិការណ៍ជាតិសំខាន់ provincial administration មានន័យថាម៉េចហ្នឹងបងប្អូនគេថារដ្ឋបាលខេត្តអញ្ចឹងពាក្យ administration សំដៅលើរដ្ឋបាលហើយពាក្យ provincial គឺខេត្តអញ្ចឹងរដ្ឋបាលខេត្តអូខេយើងមាន vocab ជាបន្ត the Ministry of Tourism មានន័យថាក្រសួងទេសចរអញ្ចឹងពាក្យ ministry ហ្នឹងមានន័យក្រសួង of tourism មានន័យថាទេសចរក្រសួងទេសចរណា arrange participate វា arrange មានន័យថារៀបចំអីមួយអូខេ arrange sports activity មានន័យថាសកម្មភាពកីឡា sports មានន័យថាកីឡាហើយពាក្យ activities សកម្មភាពគឺសកម្មភាពកីឡា public participation ការចូលរួមសាធារណៈអញ្ចឹង public គឺសាធារណៈណាហើយពាក្យ participation ហ្នឹងគឺការចូលរួមអញ្ចឹងការចូលរួមជាសាធារណៈ cycle ជា verb មានន័យថាជិះកង់ឬក៏បណ្ណាំងកង់អីចឹងទៅបើទាក់ទងមួយកីឡា cycle កីឡាមានន័យថាយើងបណ្ណាំងកង់គេសរសេរជារ៉ានវាគឺ cycling ការបណ្ណាំងកង់ការជិះកង់អញ្ចឹងណានេះ cycling cycle ណា participant មានន័យថាអ្នកចូលរួម participant អ្នកចូលរួមជា noun canoe ហ្នឹងគឺទូក canoe បើជា verb ប្រែថាជិះទូកបណ្ណាំងទូកអញ្ចឹងណា canoeing ការបណ្ណាំងទូកការជិះទូកអូខេ canoeing volleyball គឺបាល់ទះណា volleyball បាល់ទះគុនខ្មែរ boxing ហ្នឹងមានន័យថាប្រដាល់គុនខ្មែរណាប្រដាល់គុនខ្មែរ boxing ប្រដាល់គុនខ្មែរអូខេតើឥឡូវបងប្អូនយើងចូលទៅ paragraph ទី1នៃអត្ថបទកាសែតរបស់យើងគេដាក់ថាតកែវ gears up for Nine River Festival to boost tourism អូខេមានន័យថាខេត្តតកែវរៀបចំត្រៀមលក្ខណៈអូខេមានន័យត្រៀមលក្ខណៈរៀបចំក៏បានឬក៏យើងប្រែថាត្រៀមលក្ខណៈទៅទេអញ្ចឹងក៏បានដែរខេត្តតកែវត្រៀមលក្ខណៈសម្រាប់បុណ្យទន្លេលើកទី9អូខេ to boost tourism ដើម្បីជំរុញវិស័យទេសចរអញ្ចឹងនេះជាចំណងជើងរបស់អត្ថបទហ្នឹងអូខេឥឡូវយើងមើលតទៀតគេដាក់ថាម៉េចនេះគេដាក់តកែវ authorities are gearing up for the upcoming river festival aimed at attracting tourists with a variety of artistic performances and entertainment អញ្ចឹងក្នុងនឹងគេសរសេរថាម៉េចតកែវ authorities អាជ្ញាធរខេត្តតកែវអញ្ចឹងពី authorities មានន័យអាជ្ញាធរអញ្ចឹងអាជ្ញាធរខេត្តតកែវ are gearing up កំពុងតែត្រៀមលក្ខណៈរៀបចំអញ្ចឹងក្នុងនេះគេសរសេរជាទម្រង់ present continue បច្ចុប្បន្នកាលកំពុងបន្តណា are gearing up កំពុងតែរៀបចំអូខេ for the upcoming river festival for នឹងប្រែសម្រាប់អីគេនេះបុណ្យទន្លេដែលនឹងមកដល់ខាងមុខណាដែលនឹងមកដល់នាពេលខាងមុខអញ្ចឹងពាក្យ upcoming ប្រែថាដែលនឹងមកដល់
នៅពេលខាងមុខ upcoming ហ្នឹងប្រែអញ្ចឹងណាហើយពាក្យ river festival ពិធីបុណ្យទន្លេអញ្ចឹងយើងប្រែថានេះបុណ្យទន្លេដែលនឹងមកដល់ពេលខាងមុខ aim ប្រែថាដែលមានគោលដៅឬក៏គោលបំណង aim ក្នុងគេដាក់ ed អញ្ចឹងវាជាទម្រង់អតីតកាល aimed មានន័យថាដែលមានគោលបំណង at attracting មានន័យថាដែលមានគោលបំណងទាក់ទាញណាទាក់ទាញ attracting មកពី attract ក្នុងនោះគេសេ type ing អញ្ចឹងដោយសារវាដាក់នៅខាងក្រោយ preposition at អញ្ចឹងគេយកស័ព្ទដែលចូលនៅក្រោយ preposition ទៅ type ing ណាបងប្អូនហើយមិនមែនកំពុងទេយើងអត់ប្រែកំពុងទេយើងប្រែធម្មតាណាមានន័យថាមានគោលបំណងទាក់ទាញណាមានគោលបំណងទាក់ទាញ tourist ភ្ញៀវទេសចរអញ្ចឹង tourist នឹងភ្ញៀវទេសចរឬក៏អ្នកទេសចរ with a variety of គេថាជាមួយនឹងនេះ a variety នឹងមានន័យថាផ្សេងជាច្រើនណាស្អីគេផ្សេងច្រើននៃ of artistic performances ការសម្ដែងសិល្បៈអញ្ចឹង artistic គឺមានន័យថាសិល្បៈគេសេវាជាទម្រង់ adjective performances មានន័យថាការសម្ដែងសិល្បៈ and នឹង entertainment នឹងការកំសាន្តនឹងមាន concert មានបាយមានអីប្រជាប្រិយខ្មែរច្រើនឬក៏ស្អីផ្សេងទៀតដែលធ្វើសប្បាយហ្នឹងគេថា entertainment អញ្ចឹងក្នុងហ្នឹងយើងប្រែថានេះ with ជាមួយនឹងការសម្ដែងសិល្បៈនិងការកំសាន្តផ្សេងគ្នាជាច្រើននេះជា variety នេះវាក្តោបក្តាប់ណាវាក្តោបក្តាប់ទាំងartistic performances និង entertainment អូខេតើឥឡូវយើងប្រែម្ដងទៀតគេថាអាជ្ញាធរខេត្តតាកែវកំពុងតែត្រៀមលក្ខណៈសម្រាប់បុណ្យទន្លេដែលនឹងមកដល់ក្នុងគោលបំណងទាក់ទាញអ្នកទេសចរជាមួយនឹងការសម្ដែងសិល្បៈនិងការកំសាន្តផ្សេងគ្នាជាច្រើនអូខេជាង variety មានន័យថាផ្សេងណាផ្សេងតោះឥឡូវយើងមើលតទៀតគេដាក់ថា the festival will take place from Friday to Sunday at the Kao Lakeside Park in Don Kao City. Hut Hak, the Minister of Tourism, yesterday held a meeting with the Kao Provincial Governor Wai Samnang to review the progress of preparations for the Nine River Festival 2025 ok ឥឡូវយើងមើលពាក្យមើល vocabulary សិនឲ្យខាយលោកមានពាក្យណាដែលយើងមិនចេះណាthe festival ពិធីបុណ្យ will ប្រែថានឹង take place នឹងមានន័យថាប្រព្រឹត្តឡើងណាធ្វើឡើង from Friday ពីថ្ងៃសុក្រ to រហូតដល់ Sunday ថ្ងៃអាទិត្យ at the Kao Lakeside Park ឯនឹងនៅឯឧទ្យានមាត់បឹងខេត្តតាកែវនេះតាកែវ Lakeside Park មានន័យថា park ឧទ្យានណាកន្លែងគេកំសាន្តហ្នឹងទៅអង្គុយលេងទៅអីនិយាយចំយើងថាសួនច្បារប៉ុន្តែសួនលក្ខណៈថាវាធំណាសួនមាត់បឹងតាកែវ in នៅក្នុងដូនកែវ City មានន័យក្រុងដូនកែវនេះដូនកែវ City នេះក្រុងដូនកែវ Hut Hak លោក Hut Hak ហើយក្នុងនេះគេដាក់ comma មួយគេដាក់ថា the Minister of Tourism រដ្ឋមន្ត្រីក្រសួងទេសចរអញ្ចឹងគេដាក់អញ្ចឹងគេហៅថា a portion ហ្នឹងគឺមានន័យថាគេបញ្ជាក់ថានេះ Hut Hak នេះជានរណាបងប្អូនអញ្ចឹងគាត់ជារដ្ឋមន្ត្រីក្រសួងទេសចរ yesterday កាលពីម្សិលមិញ held a meeting បានធ្វើការប្រជុំបានរៀបចំកិច្ចប្រជុំមួយ with ជាមួយនឹង តាកែវ Provincial Governor អភិបាលខេត្តតាកែវ វ័យសំណាងអូខេលោកវ័យសំណាង
to review ដើម្បីត្រួតពិនិត្យមើលឡើងវិញ review នោះមានន័យថាត្រួតពិនិត្យមើល the progress វឌ្ឍនភាព of preparations នៃការរៀបចំ for សម្រាប់ the 9th River Festival 2025 សម្រាប់អីគេនេះបុណ្យទន្លេលើកទី 9 នៅឆ្នាំ 2025 អូខេអញ្ចឹងយើងមិនមានអីពិបាកទេតោះឥឡូវយើងប្រែសារជាថ្មីម្ដងទៀតគេដាក់ថាពិធីបុណ្យនឹងប្រព្រឹត្តពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យនៅឧទ្យានមាត់បឹងតាកែវនៅក្នុងក្រុងដូនកែវលោកហួតហាក់ដែលជារដ្ឋមន្ត្រីក្រសួងទេសចរកាលពីម្សិលមិញបានរៀបចំកិច្ចប្រជុំមួយជាមួយនឹងអភិបាលខេត្តតាកែវលោកវៃសំណាងដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំសម្រាប់បុណ្យទន្លេលើកទី 9 ឆ្នាំ 2025 He emphasized the importance of ensuring the site is safe, clean, hygienic, and visually appealing, expressing pride in the Takao province for hosting such a significant national event. Okay, អញ្ចឹងក្នុងនឹងគេដាក់ថាម៉េច He emphasized មានន័យថាបញ្ជាក់គាត់បានបញ្ជាក់មានន័យថាបញ្ជាក់ឲ្យវាច្បាស់គាត់បានបញ្ជាក់ the important មានន័យថាសារៈសំខាន់ណាគាត់បានបញ្ជាក់ពីសារៈសំខាន់ of នៃ ensuring នៃការធានាអញ្ចឹងកន្លែង ensure ហ្នឹងមានន័យថាធានាអីមួយឲ្យប្រកបជាធ្វើឲ្យវាប្រកបហើយពាក្យ ensuring គេដាក់ ing ហ្នឹងមិនកំពុងទេគេដាក់ ing ដោយសារវាឈរនៅក្រោយនេះខាងក្រោយ preposition នេះកិរិយាសព្ទដែលឈរនៅក្រោយ preposition គឺយើងថែម ing គេទៅណា of ensuring នៃការធានា the site មានន័យថាទីកន្លែង is safe ទីកន្លែងឲ្យមានសុវត្ថិភាព clean ស្អាត hygienic មានអនាម័យ and visually appealing និងទាក់ទាញផ្នែកសោភ័ណភាពឬក៏នឹងសោភ័ណភាពដែលគួរទាក់ទាញ expressing pride ដែលបង្ហាញអូខេ expressing pride ដែលបង្ហាញពីមោទនភាព in Takao province នៅក្នុងខេត្តតាកែវ for hosting សម្រាប់ការធ្វើជាម្ចាស់ផ្ទះ such a significant national event សម្រាប់ព្រឹត្តិការណ៍ជាតិដ៏សំខាន់អូខេតើឥឡូវយើងប្រែម្ដងទៀតគាត់បានបញ្ជាក់ពីសារៈសំខាន់នៃការធ្វើប្រកាសទីកន្លែងមានសុវត្ថិភាពទីកន្លែងហ្នឹងទីកន្លែងគេប្រពៃធីអូខេទីកន្លែងឲ្យមានសុវត្ថិភាពស្អាតមានអនាម័យនិងមានសោភ័ណភាពទាក់ទាញដែលបង្ហាញពីមោទនភាពនៅក្នុងខេត្តតាកែវសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍ពិធីបុណ្យជាតិដ៏សំខាន់អូខេហើយពាក្យសាច់ហ្នឹងយើងមិនបាច់ប្រើទេប៉ុន្តែគេដាក់មកដើម្បីសង្កត់ឲ្យនេះពាក្យដែលនៅខាងក្រោយវាឲ្យវាកាន់តែខ្លាំងឧទាហរណ៍ថា a significant national event ហ្នឹងគឺមានន័យថាព្រឹត្តិការណ៍ event ព្រឹត្តិការណ៍ជាតិសំខាន់ហើយតែដាក់ such មកទៀតនេះ such ហ្នឹងមកទៀតគឺមានន័យថាអ្នកស្ដាប់អ្នកនិយាយហ្នឹងគាត់ចង់សង្កត់សំខាន់ហ្នឹងឲ្យកាន់តែខ្លាំងណារំលេចវាកាន់តែខ្លាំងមានន័យថាព្រឹត្តិការណ៍បុណ្យជាតិដ៏សំខាន់នេះពាក្យសាច់អញ្ចឹងណាដ៏អីមួយមកអូខេអញ្ចឹងសង្ឃឹមថាពួកយើងទាំងអស់គ្នាចេះណា hosting កន្លែងនេះគេដាក់ ing ដោយសារវាឈរនៅក្រោយ for នេះជា preposition ណាបងប្អូនអូខេឥឡូវយើងមាន paragraph យើងចេះបន្តគេដាក់ថា The Ministry of Tourism and Takao Provincial Administration have also arranged 10 different sports activity public participation including cycling a 75-kilometer route from Phnom Penh to Takao, running with 1,200 participants, chess, volleyball, canoeing, kayaking, and
គុណខ្មែរ boxing អូខេតើឥឡូវយើងមើលពាក្យនៅក្នុងអត្ថបទរបស់យើងនឹងជាបន្តទៀតអញ្ចឹង The Ministry of Tourism មានន័យថាក្រសួងទេសចរ and និងតកែវ Provincial Administration និងរដ្ឋបាលខេត្តតកែវអញ្ចឹង Provincial Administration មានន័យថារដ្ឋបាលខេត្តតកែវនេះគេដាក់តកែវឡើយនេះ have also វាជា adverb អញ្ចឹងបានផងដែរឬក៏បែបផងដែរក៏បានដែរផងដែរបាន orange បានរៀបចំ 10 different sports activities មានន័យថាសកម្មភាពកីឡាផ្សេងគ្នាចំនួន10អូខេអញ្ចឹងពាក្យ 10 different sport activities វាជា phrase ជា clear យើងបែរ activity មុនមកណាមានន័យថាសកម្មភាពហើយបន្តមកកីឡា different ផ្សេង10ហ្នឹងគឺចំនួន10 for សម្រាប់ public participation មានន័យថាសម្រាប់ការចូលរួមជាសាធារណៈអូខេមានន័យការចូលរួមជាសាធារណៈអញ្ចឹង public participation ការចូលរួមសាធារណៈ including រួមបញ្ចូលទាំងអីគេនេះ cycling ជិះកង់ហើយគេដាក់ក្នុង bracket ហ្នឹងក្នុងក្នុងវងកញ្ចក់ហ្នឹងគេដាក់75 km route មានន័យថា route នេះផ្លូវចម្ងាយ75 km អញ្ចឹង kilometer ហ្នឹង kilometer ផ្លូវចម្ងាយ75 km from ពីភ្នំពេញ to តកែវពីភ្នំពេញទៅតកែវ running ការរត់ប៉ុណ្ណឹងហ្នឹង with ជាមួយនឹង 1200 participants អ្នកចូលរួម1200នាក់អញ្ចឹង participant ហ្នឹងអ្នកចូលរួម1200នាក់ចេះអ្នករត់អ្នកដែលចូលរួមរត់នេះ running នេះគឺ with នេះជាមួយឬក៏ដែលមានអ្នកចូលរួមហ្នឹង1200នាក់ chest លេងអុកណាកីឡាលេងអុកហ្នឹងvolleyball បាល់ទះ canoeing ជិះទូកការប៉ាណាំងទូកអីហ្នឹងkayaking ការជិះទូកលេង kayaking ហ្នឹងគឺជិះទូកលេងបងប្អូនមើលក្នុងរូបភាពដឹងហើយណាអូខេ canoeing ហើយនឹង kayaking មើលក្នុងរូបភាពហ្នឹងទៅនេះឥឡូវខ្ញុំដាក់រូបឲ្យមើល and គុណខ្មែរ boxing និងប្រដាល់គុណខ្មែរអូខេអញ្ចឹងគុណខ្មែរ boxing ប្រដាល់គុណខ្មែរគេដាក់ថាក្រសួងទេសចរនិងរដ្ឋបាលខេត្តតកែវផងដែរបានរៀបចំសកម្មភាពកីឡាផ្សេងគ្នាចំនួន10សម្រាប់ការចូលរួមជាសាធារណៈរួមទាំងការជិះកង់ចម្ងាយ75 គីឡូម៉ែត្រចម្ងាយផ្លូវ75 គីឡូម៉ែត្រពីរូតនឹងផ្លូវ from ភ្នំពេញពីទីក្រុងភ្នំពេញ to តកែវមកកាន់ខេត្តតកែវ running ការរត់ជាមួយនឹងអ្នកចូលរួម participants អ្នកចូលរួម1200នាក់ chess អុកលេងអុក volleyball បាល់ទះ canoeing ប៉ាណាំងទូកជិះទូកហ្នឹង kayaking ការជិះទូកហ្នឹងក៏ជិះទូកដែរណា kayaking ហ្នឹងនិងគុណខ្មែរ boxing ហ្នឹងប្រដាល់គុណខ្មែរអូខេសង្ឃឹមថាបងប្អូនទាំងនេះចេះណាអូខេឥឡូវក្នុងនេះគេដាក់ថ្មីទៀតគេថាតកែវ is renowned for its numerous attractions including ancient temples historical sites and its famous seal weaving and sculpture handicrafts អូខេឥឡូវបងប្អូនយើងមើលណាគេដាក់ថាយើងមើលពាក្យក្នុងនឹងមានអីគេពាក្យrenowned គឺមានន័យថាមានកេរ្តិ៍ឈ្មោះល្បីណា renowned មានកេរ្តិ៍ឈ្មោះល្បីក្នុងនេះគេសេជា adjective renowned មានកេរ្តិ៍ឈ្មោះល្បីជាគេដាក់តកែវ is renowned តកែវមានឈ្មោះល្បី for ពេលហ្នឹងយើងប្រែថាដោយសារអីគេ its numerous attractions មានន័យថាការទាក់ទាញ attraction ការទាក់ទាញជាច្រើន numerous នេះជាច្រើនរបស់ខ្លួនហ្នឹងរបស់ខេត្តតកែវហ្នឹងឯងអញ្ចឹងគេ say its numerous attraction មានន័យថាការទាក់ទាញជាច្រើនរបស់ខ្លួន including រួមបញ្ចូលទាំងអីគេ ancient temples ancient ហ្នឹងមានន័យថាបុរាណណាហើយពាក្យ temple ប្រាសាទអញ្ចឹងប្រាសាទបុរាណ
ancient temple ប្រាសាទបុរាណ historical sites សាយពេលហ្នឹងប្រែថាតំបន់ឬក៏កន្លែងអញ្ចឹងតំបន់ប្រវត្តិសាស្ត្រយើងមានតំបន់ប្រវត្តិសាស្ត្រច្រើននៅតកៅដូចជាភ្នំដាដូចជាប្រាសាទអីនាងខ្មៅប្រាសាទសក់ក្អូបអញ្ចឹងណាអូខេមានច្រើនណាស់អញ្ចឹង historical sites តំបន់ប្រវត្តិសាស្ត្រអូខេ and its famous seal weaving and scarf handicrafts ឥឡូវយើងប្រែពាក្យ famous ហ្នឹងគឺល្បីហើយពាក្យ seal មានន័យថាសូត្រ weaving មានន័យថាការត្បាញសូត្រ seal weaving ការត្បាញសូត្រ and និង scarf ហ្នឹងគឺក្រមា handicraft មានន័យថាសិប្បកម្មអញ្ចឹងយើងប្រែថាសិប្បកម្មអីគេត្បាញសូត្រនិងក្រមាដល់ល្បីល្បាញអូខេអញ្ចឹងទាំងអស់នេះត្រឹមពាក្យ its famous seal weaving and scarf handicraft ហ្នឹងវាជា phrase វាជា clear កាលណាជា clear យើងប្រែ noun នៃឈុននៅខាងក្រោយមុនគេព្រោះថាពាក្យដែលនៅខាងមុខទាំងអស់ហ្នឹងគឺវាសុទ្ធតែបញ្ជាក់ឲ្យនេះអាក្រោយនេះអូខេអញ្ចឹងបងប្អូនមេរៀនយើងប៉ុណ្ណឹងដល់ទីបញ្ចប់សូមអរគុណសម្រាប់ការតាមដានទស្សនាហើយសង្ឃឹមថាជួបគ្នាម្ដងទៀតនៅមេរៀនក្រោយជូនពរលោកអ្នកមានសុខភាពល្អបាយបាយ